កូនប្រុសរបស់ចៅក្រមបានសម្លាប់នរណាម្នាក់ដោយចៃដន្យនៅក្នុងគ្រោះថ្នាក់បុកហើយរត់គេចខ្លួនដោយគិតថាឪពុករបស់គាត់នឹងដោះស្រាយស្ថានភាពបានគាត់ក៏ប្រញាប់រត់គេចខ្លួនទោះជាយ៉ាងណាក៏ដោយពេលដឹងអំពីហេតុការណ៍នេះឪពុករបស់គាត់បាននាំគាត់ទៅប៉ុស្តិ៍ប៉ូលីសភ្លាមដើម្បីប្រគល់ខ្លួនឪពុករបស់គាត់មិនត្រឹមតែជាចៅក្រមដ៏សុចរិតប៉ុណ្ណោះទេថែមទាំងជឿថាក្រមច្បាប់កូរ៉េខាងត្បូងទោះបីជាគាត់សម្លាប់នរណាម្នាក់ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក៏ដោយគាត់នឹងត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអត្ថបរមាត្រឹមតែ5ឆ្នាំប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយនៅច្រកចូលប៉ុស្តិ៍ប៉ូលីសហើយនឹងយីងស្ទាក់ស្ទើរក្នុងការចុះពីឡានដោយឃើញបែបនេះឡាវសុងគ្មានជំរឿអ្វីក្រៅពីទៅប៉ុស្តិ៍ប៉ូលីសដើម្បីសារភាពការពិតជំនួសកូនប្រុសរបស់គាត់ឡើយដោយមិននឹកស្មានដល់ភ្លាមនៅពេលដែលគាត់ចូលទៅភ្លាមគាត់បានឃើញឈុតឆាកដ៏ច្របូកច្របល់មួយនៅក្នុងប៉ុស្តិ៍ប៉ូលីសពេលដែលឡាវសុងហៀបនឹងសួរប៉ូលីសថាមានអ្វីកើតឡើងគាត់បានឃើញរបាយការណ៍មួយនៅលើទូរទស្សន៍អំពីគ្រោះថ្នាក់ចរាចរណ៍របស់កូនប្រុសគាត់ហើយប៉ូលីសកំពុងតាមចាប់ជនល្មើសដោយឥតឈប់ឈរដោយសារតែអត្តសញ្ញាណអ្នកស្លាប់គឺគួរឲ្យភ័យខ្លាចសម្រាប់មនុស្សគ្រប់គ្នាវាបានបង្ហាញថាអ្នកស្លាប់មិនមែនជានរណាក្រៅពីកូនប្រុសពៅរបស់ប្រធានគីមដែលជាប្រធានក្រុមហ៊ុនសំណង់នោះទេលោកប្រធានគីមគឺជាអក្សរជនម្នាក់ដែលមានទំនាក់ទំនងជាមួយទាំងពិភពច្បាប់និងពិភពខុសច្បាប់មានទាំងទេពកោសល្យនិងទំនាក់ទំនងហើយក៏ជាមេដឹកនាំក្រុមចោរផងដែរទោះបីជាលោកត្រូវបានកាត់ទោសពីបទញុះញង់ឲ្យមានប្រតិបត្តិការហិង្សានិងមិនច្បាស់លាស់ក្នុងអំឡុងពេលដំណើរការដេញថ្លៃការពី3ឆ្នាំមុននិងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល3ឆ្នាំក៏ដោយលោកអូសុងដឹងថាការចេញពីពន្ធនាគារគឺងាយស្រួលដូចផឹកទឹកសម្រាប់លោកប្រសិនបើលោកប្រធានគីមបានដឹងថាកូនប្រុសរបស់លោកត្រូវបានសម្លាប់ដោយកូនប្រុសរបស់លោកផ្ទាល់មិនត្រឹមតែកូនប្រុសរបស់លោកប៉ុណ្ណោះទេប៉ុន្តែលោកអូសុងផ្ទាល់ក៏ប្រហែលជាគ្មានឱកាសរស់រានមានជីវិតដែរលោកអូសុងកាន់តែគិតអំពីវាលោកកាន់តែភ័យខ្លាចលោកបាននាំកូនប្រុសរបស់លោករត់គេចខ្លួនចេញពីស្ថានីយប៉ូលីសភ្លាមត្រឡប់មកផ្ទះវិញលោកបានពាក់ស្រោមដៃភ្លាមហើយជូតសម្អាតដានទាំងអស់នៃគ្រោះថ្នាក់ចេញពីឡានលោកមិនបានមើលរំលងសូម្បីតែព័ត៌មានលម្អិតតូចបំផុតក៏ដោយបន្ទាប់មកលោកបានយកសម្លៀកបំពាក់ប្រឡាក់ឈាមរបស់កូនប្រុសលោកហើយបោះវាចូលទៅក្នុងឡានដឹកសម្រាមនៅជាក្រុងរហូតដល់វាហែកទាំងស្រុងបន្ទាប់មកលោកបានធូរស្រាលទន្ទឹមនឹងនេះអ្នកយាមគប់ដោយញ័រខ្លួនបានទៅជិតលោកប្រធានគីមហើយប្រាប់លោកអំពីទុក្ខលំបាករបស់កូនប្រុសលោកប្រធានគីមមានការខឹងសម្បាភ្លាមហើយបានបញ្ជាឲ្យដោះលែងលោកដើម្បីត្រួតពិនិត្យពិធីបុណ្យសពការឃើញសាកសពកូនប្រុសរបស់គាត់ត្រជាក់នៅក្នុងផ្ទះបុណ្យសពគឺជារឿងដ៏រន្ធត់សម្រាប់លោកប្រធានគីមប៉ុន្តែអ្វីដែលគាត់យល់ថាកាន់តែមិនអាចទ្រាំទ្របាននោះគឺថាយោងតាមវិជ្ជបណ្ឌិតប្រសិនបើកូនប្រុសរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមុននេះគាត់ប្រហែលជាមិនស្លាប់តែរឿងនេះបានជំរុញកំហឹងរបស់គាត់ហើយគាត់បានស្បត់ថានឹងស្វែងរកជនល្មើសហើយគាត់ជាបំណែកទន្ទឹមនឹងនេះអូសុងទោះបីជាគាត់បានប្រមូលភស្តុតាងសំខាន់មួយចំនួនក៏ដោយក៏នៅតែគាត់នៅតែមានអារម្មណ៍មិនស្រួលព្រោះឡាននៅតែនៅផ្ទះបន្ទាប់ពីគ្រោះថ្នាក់នៅល្ងាចនោះគាត់បានអញ្ជើញមិត្តចាស់ម្នាក់មកលេងដោយរំពឹងថានឹងមានការជួបជុំដ៏រីករាយទោះជាយ៉ាងណាក៏ដោយអូសុងមិនបាននិយាយអ្វីទាំងអស់ហើយគ្រាន់តែផឹកតែម្នាក់ឯងរហូតដល់មិត្តរបស់គាត់សួរគាត់ថាមានរឿងអ្វីមានតែពេលនោះទេអូសុងបានធ្វើពុតជាសោកសៅដោយនិយាយថាវាជាខួបនៃការស្លាប់របស់ប្រពន្ធគាត់ហើយគាត់ពិតជាសោកសៅជាមិនខានក្នុងរយៈពេល2ឆ្នាំចាប់តាំងពីប្រពន្ធរបស់គាត់បានស្លាប់ទៅគាត់តែងតែធ្វើពុតជារឹងមាំប៉ុន្តែគាត់អាចគ្រប់គ្រងខ្លួនឯងបានទោះជាយ៉ាងណាក៏ដោយកូនប្រុសតូចរបស់គាត់គឺខុសគ្នានៅពេលណាដែលកូនប្រុសរបស់គាត់បើកបរឡានដែលប្រពន្ធរបស់គាត់បានទុកចោលគាត់នឹងសោកសៅយ៉ាងខ្លាំងហើយជំងឺហឺតរបស់គាត់នឹងផ្ទុះឡើងដើម្បីសុវត្ថិភាពកូនប្រុសរបស់គាត់ចង់បោះចោលឡានដោយសម្ងាត់ដោយមិនឲ្យកូនប្រុសរបស់គាត់ឬអ្នកណាម្នាក់ដឹងមិត្តភ័ក្តិរបស់គាត់មានការខូចចិត្តភ្លាមសមាគមបានសន្យាថានឹងជួយគាត់ដោះស្រាយបញ្ហានេះហើយមិត្តភ័ក្តិរបស់គាត់បានតាក់ទងអ្នកលក់សាច់ម្នាក់នៅថ្ងៃបន្ទាប់អ្នកលក់សាច់បានខ្លាញ់ខ្លួនហើយដោយឃើញគ្មាននរណាម្នាក់នៅជុំវិញគាត់ក៏បើកឡានចេញទៅដោយប្រុងប្រយ័ត្នដោយឃើញឡានបាត់ទៅអូនសងទីបំផុតមានអារម្មណ៍ធូរស្រាលទន្ទឹមនឹងនេះដោយសារតែជនល្មើសមិនត្រូវបានរកឃើញប្អូនប្រុសរបស់អ្នកស្លាប់បានក្លាយជាជនសង្ស័យក្នុងករណីម្ដាយចុងរបស់គាត់ដែលជឿថាគាត់បានសម្លាប់បងប្រុសនិងឪពុករបស់គាត់ដែលខូខើនិងហិង្សាដូចគ្នាមិនអាចទទួលយកការប្រមាថនេះបានទេហើយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយភ្លាមថាគាត់នឹងជីកដី3 feet ចូលទៅក្នុងដីដើម្បីស្វែងរកជនល្មើសក្នុងពេលជាមួយគ្នានេះប្រធានយេនបានទទួលការថតសម្លេងនៃការហៅទូរស័ព្ទបន្ទាន់របស់កូនប្រុសទី2របស់គាត់ពីប៉ូលីសបន្ទាប់ពីស្ដាប់វាម្ដងហើយតង់ទៀតគាត់បានដឹងថាអ្នកហៅទូរស័ព្ទប្រហែលជាមិនមែនជាកូនប្រុសរបស់គាត់ទេជនល្មើសទោះបីជាស្ងាត់ក៏ដោយក៏មានការដកដង្ហើមលឿននិងពិបាកស្ដាប់ដូចអ្នកជំងឺហឺតព័ត៌មានលម្អិតតូចមួយនេះបានក្លាយជាកលិះក្នុងការស្វែងរកជនល្មើសអ្នកដែលបានរាយការណ៍ពីការលួចរថយន្តរបស់ពួកគេត្រូវបានគេលួចប៉ុន្តែនៅពេលដែលប៉ូលីសបានរកឃើញវាវិញពួកគេមិនបានបង្ហាញការរំភើបទេផ្ទុយទៅវិញហាក់ដូចជាតានតឹងខុសពីធម្មតានេះដោយសារតែចោរនោះជាមនុស្សដែលពួកគេបានជួលត្រឹមតែ2ថ្ងៃមុនកូនប្រុសរបស់ពួកគេបានសម្លាប់នរណាម្នាក់ដោយចៃដន្យនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នងនាមជាចៅក្រមពួកគេមានបំណងនាំកូនប្រុសរបស់ពួកគេទៅប៉ុស្តិ៍ប៉ូលីសដើម្បីប្រគល់ខ្លួនប៉ុន្តែមានការភ័យរន្ធត់នៅពេលដឹងថាមនុស្សដែលកូនប្រុសរបស់ពួកគេបានសម្លាប់គឺជាកូនប្រុសរបស់ក្រុមក្មេងទំនើងដ៏ឃោរឃៅបំផុតម្នាក់របស់ប្រទេសកូរ៉េខាងត្បូងដើម្បីជួយសង្គ្រោះជីវិតខ្លួនឯងនិងកូនប្រុសរបស់ពួកគេបានកុហកមិត្តភ័ក្តិរបស់ពួកគេដោយបញ្ឆោតគាត់ឲ្យបញ្ជូននរណាម្នាក់ឲ្យលួចនិងបំផ្លាញរថយន្តរបស់ពួកគេគាត់បានគណនាពេលវេលាដោយប្រុងប្រយ័ត្នហើយបន្ទាប់ពីបញ្ជាក់ថាភៀកគីមខាងទៀតបានបំផ្លាញរថយន្តរួចហើយគាត់បានទៅប៉ុស្តិ៍ប៉ូលីសដោយស្ងប់ស្ងាត់ដើម្បីរាយការណ៍ពីឧក្រិដ្ឋកម្មនេះដោយមិននឹកស្មានដល់គ្រោះថ្នាក់មួយបានកើតឡើងនៅតាមផ្លូវទៅកាន់ទីលានចាក់សម្រាមលោកលេឆេងបានបើកបរឆ្លងភ្លើងក្រហមដោយចៃដន្យខណៈពេលកំពុងនិយាយទូរស័ព្ទទង្វើខុសច្បាប់នេះត្រូវបានឃើញដោយប៉ោះអូលីដែលដើរតាមពីក្រោយហើយដោយការរំពឹងទុកគាត់ត្រូវបានបញ្ឈប់ដំបងឡើយគាត់បានព្យាយាមសូកប៉ាន់ប៉ូលីសដោយអះអាងថាគាត់ភ្លេចបានបើកបររបស់គាត់ដោយព្យាយាមរត់គេចខ្លួនទោះជាយ៉ាងណាក៏ដោយនៅពេលដែលប៉ូលីសបានផ្ដល់លេខផ្លាកលេខទៅមិត្តរួមការងាររបស់ពួកគេនៅស្ថានីយ៍ពួកគេបានរកឃើញភ្លាមថាវាជារថយន្តដែលត្រូវបានគេលួចដោយឃើញថាគាត់ត្រូវបានគេលាតត្រដាងលីស៊ីងសេបានធ្វើឲ្យមន្ត្រីប៉ូលីសម្នាក់រងរបួសហើយបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងឆាប់រហ័សអូសុងដោយឃើញរថយន្តដែលបានរកឃើញវិញក៏ភ័យស្លន់ស្លោដើម្បីជៀសវាងការត្រូវបានរកឃើញដោយប៉ូលីស
ដោយធ្វើតាមដំរីមួយគាត់បានសុំបើករថយន្តទៅផ្ទះភ្លាមហើយដោយសារគាត់ជាចៅក្រមប៉ូលីសក៏យល់ព្រមជាអកុសលសម្បកកង់បានផ្ទុះប៉ុន្តែនោះមិនមែនជារឿងអាក្រក់បំផុតនោះទេខណៈពេលកំពុងត្រួតពិនិត្យសម្បកកង់ដែលផ្ទុះប៉ូលីសបានរកឃើញកាំងម៉ូតូនៅពីលើវាកាំងនេះមើលទៅសាមនឹងចម្លែកបន្ទាប់ពីការផ្ទៀងផ្ទាត់យ៉ាងប្រុងប្រយ័ត្នប៉ូលីសបានបញ្ជាក់ថាវាពិតជាផ្នែកមួយនៃម៉ូតូដែលកូនប្រុសរបស់មេដឹកនាំក្រុមចៅបានជិះនៅថ្ងៃដែលគាត់ស្លាប់ដូច្នេះប៉ូលីសបានកំណត់អត្តសញ្ញាណរថយន្តរបស់ឡាវសុងជារថយន្តដែលពាក់ព័ន្ធនឹងការស្លាប់របស់កូនប្រុសរបស់មេដឹកនាំក្រុមចៅទោះជាយ៉ាងណាក៏ដោយឡាវសុងបានអះអាងថារថយន្តរបស់គាត់ត្រូវបានគេលួចនៅពេលកើតហេតុដូច្នេះការស្លាប់របស់កូនប្រុសរបស់មេដឹកនាំក្រុមចៅមិនមានអ្វីពាក់ព័ន្ធនឹងពួកគេទេប៉ុន្តែសូម្បីតែជាចៅក្រមក៏ដោយប៉ូលីសមិនអាចពឹងផ្អែកតែលើសេចក្តីថ្លែងការណ៍របស់គាត់បានទេជាធម្មតានាងមិនជឿទាំងស្រុងទេដូច្នេះនាងបានស្នើឲ្យទៅផ្ទះជាមួយគាត់ដើម្បីសួរចម្លើយកូនប្រុសរបស់គាត់អូនសងដឹងពីគន្លឹះនៃការសួរចម្លើយនេះដូច្នេះពេលកំពុងទៅបន្ទប់របស់គាត់ដើម្បីហៅទូរស័ព្ទទៅកូនប្រុសរបស់គាត់បានរំលឹកគាត់ម្ដងហើយម្ដងទៀតឲ្យចងចាំថាឡានត្រូវបានគេលួចមុនពេលមានគ្រោះថ្នាក់ទោះបីជាមានការណែនាំពីឪពុករបស់គាត់ក៏ដោយហើយយើងនៅតែស្ងប់ស្ងាត់ដោយអះអាងថាគាត់ទើបតែមានទម្លាប់ទុកកូនសោរបស់គាត់នៅក្នុងឡានព្រោះគាត់បើកបរជារៀងរាល់ថ្ងៃហើយវាជាទម្លាប់អាក្រក់នេះដែលអនុញ្ញាតឲ្យចៅទទួលបានជោគជ័យយ៉ាងងាយស្រួលប៉ូលីសស្រីមិនបានរកឃើញអ្វីខុសទេហើយបានចាក់ចេញជាមួយមិត្តរួមការងាររបស់នាងម្យ៉ាងវិញទៀតការសង្ស័យទាំងអស់ឥឡូវនេះចង្អុលទៅលេ Changs ដែលរត់គេចខ្លួននៅថ្ងៃបន្ទាប់មេដឹកនាំក្រុមចៅដែលមានកំហឹងនិងសោកសៅគឺប្រធានយិនបានដឹងថាប៉ូលីសបានរកឃើញរថយន្តបុកហើយរត់គេចខ្លួនពួកគេបានមកដល់ស្ថានីយ៍ប៉ូលីសយ៉ាងឆាប់រហ័សប្រសិនបើកូនប្រុសរបស់ពួកគេត្រូវបានសម្លាប់ដោយមន្ត្រីជាន់ខ្ពស់ឬមេដឹកនាំក្រុមចៅលោកស្រីយិនប្រហែលជាអាចទទួលយកវាបានប៉ុន្តែចៅតូចតាចម្នាក់បានយកជីវិតកូនប្រុសរបស់គាត់ហើយលោកស្រីយិនមានអារម្មណ៍ថាវាអយុត្តិធម៌ខ្លាំងណាស់មិនយូរប៉ុន្មានប្រធានក្រុមបានប្រើឥទ្ធិពលរបស់ក្រុមរបស់គាត់ដើម្បីធានាថាលីសៀងសេត្រូវបាននាំខ្លួនមកជួបគាត់មុនពេលប៉ូលីសរកឃើញគាត់ចង់ធ្វើឲ្យលីសៀងសេបង់ថ្លៃដោយខ្លួនឯងទន្ទឹមនឹងនេះមិត្តភ័ក្តិរបស់អូតសងគឺលោកឆេងដែលជាក្រុមប្រឹក្សាមានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលគាត់បានដឹងថារថយន្តដែលអូតសងបានសុំឲ្យគាត់បើកបរគឺជារថយន្តដែលបានសម្លាប់កូនប្រុសរបស់ប្រធានយិនប៉ុន្តែនៅពេលនោះអូតសងក៏បានរកឃើញគាត់ដែរក្រោមការសួរដេញដោលដោយកំហឹងរបស់គាត់អូតសងបានអះអាងថាគាត់ជាអ្នកដែលវាយកូនប្រុសរបស់ប្រធានយិនដោយពន្យល់ថាគាត់និយាយបែបនេះដើម្បីការពារកូនប្រុសរបស់គាត់ផ្ទាល់ប៉ុន្តែឥឡូវនេះក្រុមប្រឹក្សាយិនបានចូលរួមក្នុងភាពប្រញ៉ៃញ៉ៃនេះរួចហើយគាត់ដឹងថាប្រធានយិនខូខើហើយនឹងមិនដោះលែងគាត់ទេប្រសិនបើគាត់ដឹងការពិតដូច្នេះនុកទាំងពីរស្ថិតនៅក្នុងទូកតែមួយរួចហើយមធ្យោបាយតែមួយគត់របស់ពួកគេគឺត្រូវទម្លាក់កំហុសទាំងអស់ទៅលើលីសៀងសេដែលរត់គេចខ្លួនដូច្នេះពួកគេមិនត្រឹមតែចង់បញ្ជូនលីសៀងសេទៅក្រៅប្រទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងសូកប៉ាន់គាត់ឲ្យបិទមាត់ទៀតផងអូតសងមានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំងដោយគិតថាលីសៀងសេមានឪពុកម្ដាយចាស់ជរានិងកូនតូចដើម្បីចិញ្ចឹមដូច្នេះនៅយប់នោះគាត់បានយករបស់របរមួយចំនួនមកលេងម្ដាយនិងកូនស្រីរបស់លីសៀងសេប៉ុន្តែនៅពេលដែលគាត់ស្ទាក់ស្ទើរនៅក្នុងឡានដោយមិនដឹងពីរបៀបប្រឈមមុខនឹងជីដូននិងចៅប្រុសរបស់គាត់ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងភ្លាមនៅផ្ទះរបស់លីសៀងសេគាត់បានប្រញាប់ចេញពីឡានហើយឃើញជីដូនរបស់គាត់គ្រប់ដណ្ដប់ដោយភ្លើងបានចាប់ផ្ដើមឆេះហើយគាត់បានដោះសម្លៀកបំពាក់ចេញភ្លាមដោយព្យាយាមពន្លត់អណ្ដាតភ្លើងលើមនុស្សម្នាក់ទៀតជីដូនដែលស្ទើរតែរលាករហូតដល់ស្លាប់បានប្រើកម្លាំងចុងក្រោយរបស់គាត់ចង្អុលទៅអូតសងនៅក្នុងផ្ទះគាត់ដឹងថាគាត់ចង់ឲ្យគាត់ជួយសង្គ្រោះចៅស្រីរបស់គាត់ប៉ុន្តែមុនពេលគាត់អាចទៅដល់នាងការផ្ទុះមួយទៀតបានកើតឡើងនៅខាងក្នុងហើយចៅស្រីក៏ត្រូវបានបំផ្លាញជាភេទផងដែរអូតសងដែលបានរត់គេចខ្លួនយ៉ាងប្រកៀកប្រកិតបានញ័រខ្លួនគាត់គិតថាប្រធានយិនខូខើប៉ុន្តែគាត់មិននឹកស្មានថាគាត់ខូខើបែបនេះទេកូនប្រុសរបស់ចៅក្រមបានសម្លាប់នរណាម្នាក់ដោយចៃដន្យនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែអ្នកស្លាប់គឺជាបុរសដែលមានអំណាចនិងមានទេពកោសល្យដើម្បីការពារកូនប្រុសរបស់គាត់ពីការរងទុក្ខចៅក្រមសងបានប្រគល់កំហុសទាំងអស់ទៅឲ្យលេ Changs ភ្លាមដែលបានជួយគាត់ដោះស្រាយគ្រោះថ្នាក់នេះដោយមិននឹកស្មានដល់នៅយប់នោះការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅផ្ទះរបស់លេ Changs ម្ដាយនិងកូនស្រីនៅផ្ទះក៏បានស្លាប់នៅក្នុងភ្លើងផងដែរនៅថ្ងៃបន្ទាប់នៅពេលដែលលោកលេ Changs ដែលកំពុងរត់គេចខ្លួនបានឃើញព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍គាត់ពោពេញដោយទុក្ខព្រួយនិងការខឹងសម្បារគាត់មិនដែលនឹកស្មានថាគ្រាន់តែជួយដោះស្រាយជាមួយរថយន្តដែលខូចនឹងមិនត្រឹមតែធ្វើឲ្យគាត់ខ្លាចជាអ្នករត់គេចខ្លួនពីបទសម្លាប់នរណាម្នាក់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងធ្វើឲ្យម្ដាយនិងកូនស្រីរបស់គាត់គ្រោះថ្នាក់ផងដែរទោះជាយ៉ាងណាក៏ដោយមិនយូរប៉ុន្មានគាត់បានរកឃើញអ្នកញុះញង់គឺចៅក្រមសងនៅផ្ទះរបស់គាត់ទោះបីជាគាត់ខឹងសម្បារក៏ដោយគាត់បានព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់កំហឹងរបស់គាត់ព្រោះគាត់ដឹងថាការសម្លាប់ចៅក្រមសងនឹងមិនអាចដោះស្រាយអ្វីទាំងអស់ឥឡូវនេះគាត់គឺជាអ្នកដែលត្រូវបានតាមប្រមាញ់ដោយប្រធានយិនហើយគាត់គ្មានឱកាសពន្យល់ទេប្រសិនបើគាត់ចង់ឲ្យកូនប្រុសនិងខ្លួនគាត់រស់រានមានជីវិតមធ្យោបាយតែមួយគត់គឺរត់គេចខ្លួនទៅក្រៅប្រទេសដូច្នេះគាត់បានប្រគល់កន្នីធនាគារមួយទៅចៅក្រមសងគាត់បានផ្ទេរប្រាក់ទៅក្នុងកន្នីដោយជឿថានេះជាមធ្យោបាយតែមួយគត់ដែលគាត់អាចជួយគាត់ជារៀងរហូតនិងរក្សាវាជាការសម្ងាត់ចៅក្រមនឹងសម្រេចចិត្តថាតើត្រូវផ្ទេរប៉ុន្មានប្រសិនបើមិនមានការព្រមព្រៀងតម្លៃទេគាត់នឹងទទួលរងផលវិបាកជាមិនរួចចៅក្រមបានយល់ព្រមភ្លាមពីមុនគាត់ធ្លាប់ជាចៅក្រមដ៏ល្អម្នាក់ហើយមិននឹកស្មានថាអ្វីនឹងកើនឡើងដល់ចំណុចនេះទេគាត់មានអារម្មណ៍ថាខ្លួនមានកំហុសយ៉ាងខ្លាំងចំពោះការស្លាប់របស់ក្រុមគ្រួសារលោកលេ Changs នៅថ្ងៃបន្ទាប់គាត់បានយកប្រាក់សុទ្ធចំនួន$500 លានទៅឲ្យមិត្តភ័ក្តិរបស់គាត់គឺលោកសេង
ក្រុមប្រឹក្សាដោយសុំឲ្យគាត់ផ្ទេរប្រាក់ទៅក្នុងកណនីរបស់លោក Lee Chang ហើយក៏ស្នើសុំជំនួយរបស់គាត់ក្នុងការរត់ពន្ធលោក Lee Chang ទៅក្រៅប្រទេសផងដែរបន្ទាប់ពីពន្យល់អ្វីគ្រប់យ៉ាងចៅក្រមសង្ឃបានដកដង្ហើមធំដោយធូរស្រាលដោយជឿថាគាត់និងកូនប្រុសរបស់គាត់នឹងមានសុវត្ថិភាពបន្ទាប់ពីយប់នេះប៉ុន្តែគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលប្រធានបានតាមដានគាត់ត្រឡប់ទៅរកគាត់វិញវាបានបង្ហាញថាបន្ទាប់ពីការស្លាប់របស់កូនប្រុសរបស់គាត់លោកប្រធានជេនបានស្ដាប់របាយការណ៍ប៉ូលីសរបស់កូនប្រុសរបស់គាត់ដែលត្រូវបានថតម្ដងហើយម្ដងទៀតជារៀងរាល់ថ្ងៃដោយមិននឹកស្មានដល់គាត់បានរកឃើញថាជនល្មើសជាអ្នកមានជំងឺហឺតទោះជាយ៉ាងណាក៏ដោយការស៊ើបអង្កេតរបស់គាត់បានបង្ហាញថាលោក Lee Chang មិនមានប្រវត្តិនៃជំងឺហឺតទេដែលបង្ហាញថាជនល្មើសគឺជាអ្នកផ្សេងទាំងស្រុងនៅពេលនេះអ្នកក្រមបង្គាប់របស់គាត់បានចង្អុលបង្ហាញសម្លេងព្រមានផ្ទុះកង់ឡានយ៉ាងច្បាស់នៅចុងបញ្ចប់នៃការថតដោយផ្អែកលើរឿងនេះអ្នកក្រមបង្គាប់បានសន្និដ្ឋានថាជនល្មើសប្រហែលជាបានទៅហាងជួសជុលបន្ទាប់ពីគ្រោះថ្នាក់គាត់បានស្នើទៅប្រធានឲ្យពួកគេស៊ើបអង្កេតហាងជួសជុលនៅជិតកន្លែងគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយការស៊ើបអង្កេតនេះបានបង្ហាញពីអ្វីដែលគួរឲ្យសង្ស័យវីដេអូឃ្លាំមើលរបស់ហាងជួសជុលចាប់ពីម៉ោង 7:00 ដល់ 8:00 ព្រឹកនៅថ្ងៃកើតហេតុបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបន្ទាប់ពីការសួរចម្លើយយ៉ាងធ្ងន់ធ្ងរជាមួយម្ចាស់ហាងជួសជុលក្រោមការធ្វើទារុណកម្មគាត់បានទទួលស្គាល់ថាអតិថិជនចម្លែកម្នាក់ពិតជាបានមកនៅថ្ងៃនោះមនុស្សម្នាក់នេះមិនចង់ឲ្យឡានរបស់គាត់ជួសជុលទេប៉ុន្តែទូចឲ្យមើលវីដេអូកាមេរ៉ាសុវត្ថិភាពបន្ទាប់ពីគាត់បានមើលវាផ្នែកនៃវីដេអូនោះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងទោះជាយ៉ាងណាក៏ដោយនៅពេលដែលប្រធានគឹមព្យាយាមស្វែងរកមនុស្សម្នាក់នេះតាមរយៈវីដេអូគាត់បានរកឃើញថាមនុស្សនោះមានការយល់ដឹងយ៉ាងខ្លាំងអំពីការប្រឆាំងការឃ្លាំមើលដែលត្រូវបានបិទបាំងទាំងស្រុងដែលធ្វើឲ្យមិនអាចកំណត់អត្តសញ្ញាណគាត់បានការនាំមុខនេះបានបញ្ចប់នៅទីនោះប៉ុន្តែនៅពេលដែលប្រធានគឹមកំណត់ថាជនល្មើសជាអ្នកផ្សេងគាត់នឹងមិនបោះបង់ចោលដោយងាយនោះទេដោយសារតែផ្លូវនេះត្រូវបានរារាំងគាត់នឹងចាប់ផ្ដើមស៊ើបអង្កេតម្ចាស់យានយន្តដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះទោះជាយ៉ាងណាក៏ដោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ចាស់យានយន្តគឺជាស្ត្រីអាយុ82ឆ្នាំប៉ុន្តែនៅពេលដែលអ្នកក្រមបង្គាប់របស់គាត់បានស៊ើបអង្កេតកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងគ្រួសាររបស់ស្ត្រីចំណាស់នោះពួកគេបានរកឃើញអាថ៌កំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឹមបានថតរូបចៅក្រមភ្លាមទៅម្ចាស់ហាងជួសជុលដើម្បីបញ្ជាក់បន្ទាប់ពីទទួលបានចម្លើយវិជ្ជមានលោកប្រធានគឹមបានងាកចេញទៅវិញគាត់មិនអាចរងចាំដើម្បីឲ្យចៅក្រមសង្ឃ្លាយនោះទេទន្ទឹមនឹងនេះកណនីរបស់លោកលីយ៉ាងតេកបានទទួលប្រាក់ពីពិធីបុណ្យសពរបស់ចៅក្រមដោយមានជំនួយពីបព្វពួករបស់ក្រុមប្រឹក្សាជុំកូនប្រុសរបស់គាត់បានជួបគាត់នៅកំពង់ផែដូចដែលបានសន្យាប៉ុន្តែនៅពេលដែលគាត់គិតថាគាត់អាចរត់ពន្ធកូនប្រុសរបស់គាត់ឆ្លងកាត់ព្រំដែនបានដោយជោគជ័យបុរសទាំងនោះបានបដិសេធមិនឲ្យពួកគេទៅទេហើយបានព្យាយាមដាក់អន្ទាក់ពួកគេនៅនឹងកន្លែងដោយឃើញបែបនេះលោកលីយ៉ាងតេកបានបិទបាំងការរត់គេចខ្លួនរបស់កូនប្រុសគាត់ភ្លាមប៉ុន្តែគាត់ត្រូវបានចាក់ហើយដួលទៅលើដីទោះជាយ៉ាងណាក៏ដោយនៅពេលដែលមេដឹកនាំហៀបនឹងបញ្ចប់ជីវិតរបស់គាត់ភ្លាមនោះបុរសដែលបានបាញ់កាំភ្លើងនោះមិនមែនជានរណាក្រៅពីកូនប្រុសច្បងរបស់លោកប្រធានគឹមគឺលោកគឹមយ៉ាងវ៉ានោះទេឪពុករបស់គាត់បានហាមឃាត់គាត់មិនឲ្យចូលរួមប៉ុន្តែគាត់បានបដិសេធមិនស្ដាប់ដោយរឹងរូសអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើត្រូវបានថតដោយកូនប្រុសរបស់លោកលីយ៉ាងតេកគឺលោកលីជុំកាងដែលកំពុងលាក់ខ្លួននៅក្បែរនោះក្នុងរយៈពេលប្រហែលថ្ងៃកន្លងមកនេះជីដូនប្អូនស្រីនិងឪពុករបស់គាត់ត្រូវបានគេសម្លាប់ម្ដងមួយលោកលីជុំកាងបានយំដោយមិនអាចគ្រប់គ្រងបានឥឡូវនេះគាត់បានបាត់បង់អ្វីទាំងអស់ដែលសំខាន់បំផុតសម្រាប់គាត់ហើយអ្វីដែលនៅសល់គឺការសងសឹកបុគ្គលិកលក់សម្បត្តិគ្រាន់តែសម្លឹងមើលបុរសនោះហើយមានការភ័យខ្លាចភ្លាមព្រោះអ្នកដែលទិញសម្បត្តិនោះជាឃាតកររត់គេចខ្លួនប៉ុន្តែគាត់បានស្ងប់ស្ងាត់យ៉ាងឆាប់រហ័សដំបូងឡើយគាត់បានកុហកហើយនិយាយថាមានបញ្ហាជាមួយលិខិតឆ្លងដែនរបស់បុរសនោះដើម្បីរ៉ារ៉ាំងគាត់បន្ទាប់មកនៅពេលដែលបុរសនោះមិនបានយកចិត្តទុកដាក់គាត់បានចុចប៊ូតុងរត់ដោយសម្ងាត់ទោះជាយ៉ាងណាក៏ដោយយ៉ាងហាក់ក៏មានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីដែរពិតណាស់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់មើលជុំវិញគាត់បានឃើញប៉ូលីស2នាក់ដើរយឺតមករកគាត់បានដឹងថាឃាតកម្មរបស់គាត់កាលពីយប់មុនត្រូវបានលាតត្រដាងហើយគាត់បានរត់គេចខ្លួនភ្លាមប៉ូលីសបានដឹងតាមប៉ុន្តែទោះបីជាពួកគេបានតាមទាន់ក៏ដោយគាត់បានផ្ដួលពួកគេទៅលើដីយ៉ាងងាយស្រួលហើយបានរត់គេចខ្លួនប៉ុន្តែឥឡូវនេះគាត់ត្រូវបានគេចង់បានទូទាំងប្រទេសហើយមធ្យោបាយតែមួយគត់ដើម្បីរត់គេចខ្លួនទៅក្រៅប្រទេសគឺការរត់ពន្ធខ្លួនឯងចេញតាមផ្លូវសមុទ្រទោះជាយ៉ាងណាក៏ដោយគិតអំពីការសងសឹកបងប្រុសរបស់គាត់មិនមានអារម្មណ៍សោកស្ដាយទេប៉ុន្តែគាត់មិនដែលស្រមៃថាលីស៊ីងសេដែលគាត់បានបាញ់កាលពីយប់មុនមិនមែនជាអ្នកដែលបានបើកឡានបុកបងប្រុសរបស់គាត់នោះទេធៀបក៏ពិតប្រាកដគឺចៅក្រមសុងមានការត្រេកអរយ៉ាងខ្លាំងនៅពេលដឹងអំពីការស្លាប់របស់លោកលីស៊ីងសេពីព្រោះកូនប្រុសរបស់គាត់ដែលបានបង្កគ្រោះថ្នាក់នោះទីបំផុតមានសុវត្ថិភាពប៉ុន្តែសេចក្តីរីករាយរបស់គាត់មានរយៈពេលខ្លីបន្ទាប់មកគាត់ស្រាប់តែបានទទួលការហៅទូរស័ព្ទពីលេខដែលមិនស្គាល់មួយអ្នកហៅទូរស័ព្ទបានអះអាងថាបានឃើញកូនប្រុសរបស់គាត់បើកឡានបុកហើយរត់គេចខ្លួននៅថ្ងៃកើតហេតុហើយបោះទូរស័ព្ទជនរងគ្រោះចូលទៅក្នុងបឹងបន្ទាប់មកអ្នកហៅទូរស័ព្ទបានបញ្ឈប់ការដេញតាមដោយនិយាយថាគាត់នឹងរក្សារឿងនេះជាសម្ងាត់ប្រសិនបើគាត់ទទួលបានប្រាក់ 1000 លានវ៉ុនបើមិនដូច្នោះទេគាត់នឹងប្រាប់លោកប្រធានគឹមគ្រប់យ៉ាងលោកចៅក្រមសុងមានអារម្មណ៍អស់សង្ឃឹមទាំងស្រុងគាត់ទើបតែបានផ្ដល់ឲ្យលោកលីសាំងថេក500 លានវ៉ុនហើយឥឡូវនេះមាននរណាម្នាក់ចង់បាន 1000 លានវ៉ុនទោះបីជាគាត់ជាចៅក្រមអស់រយៈពេល20ឆ្នាំក៏ដោយគាត់តែងតែមានភាពយុត្តិធម៌និងមិនពុករលួយហើយមិនអាចមានលទ្ធភាពទិញប្រាក់បែបនេះបានទេគាត់បានព្យាយាមតាក់ទងបុរសនោះតាមទូរស័ព្ទដោយសង្ឃឹមថាគាត់នឹងស្នើសុំតិចជាងនេះប៉ុន្តែគាត់មិនអាចតាក់ទងគាត់បានទេជាសំណាងអបន្ទាប់ពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់គាត់បានកំណត់អត្តសញ្ញាណអ្នកជំរិតទារប្រាក់យ៉ាងឆាប់រហ័សថាជាជនបរទេសដែលធ្វើការនៅហាងជួសជុលមួយទន្ទឹមនឹងនេះប្រធានគឹមក៏បានដឹងអំពីឋានៈចង់បានរបស់លោកសៀងហ៊ឺផងដែរ